Freever បានបញ្ចេញវគ្គរ៉េងថ្មីទៀតហើយអ្នកទាំងអស់គ្នាហើយខ្ញុំមកដឹងថារបៀបលេងនៅក្នុងវគ្គរ៉េងហ្នឹងគឺរបៀបម៉េចទេអញ្ចឹងខ្ញុំនឹងធ្វើការចូលសាកល្បងឲ្យគ្នាយើងមើលអញ្ចឹងយើងចូលមកគឺលក្ខណៈ game ហ្នឹងគឺដូចជាវគ្គ survival មួយអញ្ចឹងណាអ្នកគ្នាគឺយើងមាន100វ៉ាន់ហើយមានគេផ្សេងមក100វ៉ាន់ជាមួយនឹងកន្លែងយើងដែរអញ្ចឹងពេលយើងឃើញគេយើងធ្វើការសម្លាប់គេដើម្បីលួចអីវ៉ាន់ពីគេអញ្ចឹងខ្ញុំមកដឹងថារបៀបលេងគេអញ្ចឹងឬក៏មិនទេប៉ុន្តែអ្នកគ្នាអាចមើលបានដែលគេបរៀនខ្ញុំនេះគឺវាដូចដែលខ្ញុំនិយាយអញ្ចឹងអ្នកគ្នាហើយអ្នកគ្នាដែលធ្លាប់លេង game Tomorrow អ្នកគ្នាប្រកាសជាដឹងអីនិយាយទៅគឺយើងមាន base មួយហើយយើងធ្វើការចូលទៅ world មួយទៀតដើម្បីស្វែងរកអីវ៉ាន់ហើយក៏មានមនុស្សដទៃទៀតដែលគេកំពុងតែលេងដូចយើងហ្នឹងគេមករកអីវ៉ាន់ដែរបន្ទាប់មកគេធ្វើការសម្លាប់យើងឬក៏យើងសម្លាប់គេដើម្បីលួចអីវ៉ាន់គ្នាអញ្ចឹងបន្ទាប់មកគឺធ្វើការទៅ base វិញដើម្បីធ្វើការ upgrade ផ្ទះក៏ដូចជា upgrade level អីឲ្យឡើងខ្លាំងអញ្ចឹងណាអ្នកគ្នាឥឡូវនេះខ្ញុំចូលសារលបងឲ្យអ្នកគ្នាមើលម្ដងទៀតនិយាយទៅនេះគឺមាន map ប៉ុណ្ណឹងហើយយើងចូលមកគឺយើងបើកហឹបយកអីវ៉ាន់យកអីអញ្ចឹងណាអ្នកគ្នាទៅគឺស្តៀងគ្នាយើងឃើញគេរកអីវ៉ាន់ដែរអញ្ចឹងយើងធ្វើការស្លាប់គេដើម្បីលួចអីវ៉ាន់ពីគេអញ្ចឹងដល់មកយើងធ្វើការបើកហឹបយើងមានរបស់ច្រើនខ្លះមែនតើហើយរបស់ទាំងអស់ហ្នឹងគឺយើងសិតតែអាចលក់បានខ្ញុំមិនដឹងថាគេលក់ដើម្បីអីទេហើយទៅគឺខ្ញុំមិនដឹងសោះហ្មងខ្ញុំសារលបងនេះគឺថ្មីសុទ្ធហ្មងសម្រាប់ខ្ញុំហើយបន្ទាប់ពីយើងរកអីវ៉ាន់នេះហើយយើងអាចចេញទៅតាមទ្វារនេះបាននិយាយទៅគឺយើងអង្គុយយូរតិចទៅដើម្បីយើងរងចាំវាពេញអញ្ចឹងបន្ទាប់មកគឺវាឡើងរ៉េងឡើងអីនិយាយទៅខ្ញុំអត់យល់របៀបលេងដែរណាគ្នាអញ្ចឹងខ្ញុំអាចនឹងទៅមើល YouTube សិនហើយបើគ្នាដឹងគ្នាកុំភ្លេច comment នៅខាងក្រោមផងហើយយើងបានរបស់បានអីអ្នកគ្នាគឺលយខ្លះមែនតើមានកាមេរ៉ាមានអីណានិយាយទៅគឺកប់សេរីអញ្ចឹងមកដល់ឡៃនេះគឺខ្ញុំធ្វើការដាក់របស់ចូល storage ចូលអីនេះនិយាយទៅគឺកណ្ដងដែរអ្នកគ្នាវគ្គនេះចាំមើលពេលចេញមកគឺវាដឹងសុបាយមិនទេអ្នកគ្នាយើងអាចលក់អីវ៉ាន់អាចលក់របស់លក់ខកកាភ្លើងក៏ដូចជាទិញកាភ្លើងទិញអីដើម្បីយើងចូលទៅកាន់វគ្គមិញដើម្បីយើងដើររកអីវ៉ាន់ទៀតចឹងដើម្បីការពារខ្លួនណាហើយរបស់ខ្លះដូចជាកាមេរ៉ាអីនេះយើងអាចលក់បានអ្នកគ្នាយើងអាចលក់ហើយយើងអាចទិញដូចជាកាភ្លើងទិញអាវក្រោះទិញមួកទិញអីបានអ្នកគ្នានិយាយទៅគឺលយខ្លាំងមែនទែនយើងមានលុយនៅខាងលើចឹងវគ្គហ្នឹងគឺមានតែប៉ុណ្្នឹងទេចឹងបើសិនបើអ្នកគ្នាចង់ដាក់ដុំ QQ ដែលមានតម្លៃសមរម្យហើយសុវត្ថិភាពដល់ account complete Panda KA លេខខ្ញុំនៅខាងក្រោម profile របស់ខ្ញុំឬក៏អ្នកគ្នាឆាតទៅគាត់តាម TikTok ដែលខ្ញុំមក message នៅខាងក្រោមក៏បានដែរហើយយើងមកជួបគ្នានៅវីដេអូក្រោយទៀតបាយបាយកុំភ្លេចជួយ support channel ម្នាក់មួយផងណា